សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំមកបញ្ចេញស្នាដៃធ្វើម្ហូបមួយមុខគឺមេញូថ្មីសម្រាប់នាងខ្ញុំតែម្ដងទាំងនឹកឃើញគឺឆាមីសួរបង្គាសាច់ជ្រូកហើយនិងពងទាប្រៃអញ្ចឹងនៅក្នុងគ្រឿងផ្សំគឺអត់មានអីច្រើនមុខប៉ុន្មានទេគឺដូចនៅក្នុងវីដេអូនេះអញ្ចឹងគឺមានតែបង្គាពងទាប្រៃគឺយើងយកតែក្រហមទៅសាច់ជ្រូកយើងអាចយកជាសាច់ជ្រូក3ជាន់ឬក៏សាច់ជ្រូកណាដែលមានរាងជាប់ខ្លាញ់តិចតិចដើម្បីពេលយើងឆាទៅវាអត់សូវស្ងួតអញ្ចឹងណាហើយយើងច្រាំឲ្យរាងម៉ត់ទៅហើយនឹងមានមីសួររួមជាមួយនឹងពងទាប្រៃគឺយើងយកជាមួយនឹងតែពងទាប្រៃក្រហមទេសម្រាប់អសគឺយើងអត់ប្រើទេគឺយើងយកវាចេញចាអញ្ចឹងដំបូងគឺខ្ញុំដាក់ខ្លាញ់ឲ្យក្តៅហើយបន្ទាប់មកគឺខ្ញុំបំពងបង្គាមុនគេព្រោះដោយសារតែខ្ញុំអត់ចូលចិត្តក្លិនវាហ្មងទេបើមិនជាយើងអត់បំពងទៅគឺក្លិនវាដូចរៀងធំរៀងឆ្អាបអញ្ចឹងណាអញ្ចឹងដំបូងផុតគឺដាក់ខ្លាញ់ហើយយើងបំពងបង្គាមុនគេឲ្យវារៀងក្រហមហើយយើងដួសបង្គាហ្នឹងគឺយើងទុកដាក់ចានមួយឡែកសិនចឹងសម្រាប់ខ្ញុំអត់ដឹងថាតើនៅផ្ទះអ្នកទាំងអស់គ្នាដូចអ្នកផ្ទះខ្ញុំដែរអត់ទេអញ្ចឹងសម្រាប់អ្នកផ្ទះខ្ញុំវិញឲ្យទៅពេលបុណ្យទានម្ដងមិនថាចូលឆ្នាំឬក៏ភ្ជុំឬក៏អីទេឲ្យទៅពេលទៅជុំគ្នានៅស្រុកចឹងគឺអ្នកផ្ទះខ្ញុំគឺអត់ចោលហ្មងឆាមីសួរនឹងគឺតែងតែមានជាប្រចាំទោះបីជាបុណ្យតូចបុណ្យធំក៏ដោយឲ្យទៅដល់ស្រុកគឺដឹងតែត្រូវតែឆាមីសួរហ្មងចឹងហើយបាទខ្ញុំរត់នៅឃើញថាតើយើងគួរឆាមីសួរបែបម៉េចព្រោះជារាល់លើកគឺខ្ញុំឆាមីសួរដាក់តែសាច់ជ្រូកច្រាមហើយបង្គាក្រៀមអីផ្សេងចឹងទៅហើយយើងឆាដាក់មានត្រចៀកកដោមានអីចឹងណាប៉ុន្តែលើកនេះគឺខ្ញុំនឹកឃើញប្លែកថ្មីមួយដែលខ្ញុំអត់ប្រើគ្រឿងច្រើនមកនេះគឺខ្ញុំប្រើគ្រឿងតែ3មុខសំខាន់នេះគឺមានបង្គាមានសាច់ជ្រូកច្រាំហើយនិងពងទាប្រៃអញ្ចឹងនេះគឺយើងដាក់ខ្លាញ់យើងកំប៉ុងខ្ទឹមយើងឲ្យវាក្រហមដូចហៅថាជើងក្រងណាបងប្អូនបន្ទាប់មកយើងចាក់សាច់ជ្រូកដែលយើងច្រាំមិញហ្នឹងគឺយើងចាក់សាច់ជ្រូកនឹងយកមកកូរជាមួយគ្នាជាមួយខ្ទឹមនៅពេលដែលយើងកូរសាច់ជ្រូកជាមួយខ្ទឹមនឹងរៀងចូលជាតិគ្នាមកសបកហើយដែលសាច់ជ្រូកយើងរៀងប្រែពណ៌ក្រហមទៅហើយយើងចាប់ផ្ដើមដាក់ពងទាប្រៃក្រហមដែលយើងបានជុះយកហ្នឹងគឺយើងដាក់លាយជាមួយនឹងសាច់ជ្រូកជាមួយនឹងខ្ទឹមលីងរបស់យើងនឹងអញ្ចឹងគឺយើងកូរវារហូតដល់តែវារលាយចូលជាតិជាមួយគ្នាតែម្ដងបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងដាក់សាច់ជ្រូកពងទាចូលគ្នាហើយអស់យើងចាប់ផ្ដើមយកបង្គាដែលយើងបានបំពងបាញ់មិញហ្នឹងគឺដាក់លាយចូលគ្នាបន្តិចទៅរួចហើយយើងចាប់ផ្ដើមដាក់ស្ករដាក់ប៊ីចេងដាក់អីចូលក្នុងហ្នឹងហើយបន្ទាប់មកពេលវារៀងក្រហមបន្តិចយើងចាប់ផ្ដើមដាក់ទឹកបន្តិចបន្ទាប់ពីយើងដាក់ទឹកបន្តិចដើម្បីឲ្យវារៀងឆ្អិនទាំងសាច់ទាំងបង្គាហើយនឹងពងទាប្រៃហើយទើបយើងចាប់ផ្ដើមចាក់មីសួររបស់យើងចូលហើយដើម្បីត្រឡប់ឲ្យវាចូលជាតិគ្នាតែម្ដងអញ្ចឹងបងប្អូនដូចបានឃើញនៅក្នុងវីដេអូហ្នឹងមិញអញ្ចឹងគឺនៅពេលដែលយើងប្រើពងទាប្រៃជាមួយបង្គាគឺឃើញទឹកគ្រឿងរបស់យើងហ្នឹងក្រហមដូចទឹកគ្រឿងការីអញ្ចឹងពេលដែលវាចូលជាតិមកគឺឃើញពណ៌មីសួរហើយនឹងទឹករបស់វាហ្នឹងគឺចូលគ្នាស្អាតមែនតើបងប្អូនចាសម្រាប់ពួកខ្ញុំសម្រាប់មីសួរគឺសម្រាប់ខ្ញុំអត់សូវចូលចិត្តប្រើទឹកត្រីអីច្រើនម៉ានទេបងប្អូនដោយសារតែពពួកសាច់មីសួរហ្នឹងគឺឆាប់ស្រូបនៅជាតិប្រៃអញ្ចឹងបើសិនជាបងប្អូនសម្រាប់ឆាមីសួរដូចថាយើងចង់ឆាញ៉ាំលេងឬក៏យើងចង់ឆាំមួយបាយអីចឹងណាបងប្អូនកុំសូវដាក់ទឹកត្រីឬក៏អំបិលច្រើនពេកយើងដាក់តែម្ល៉េមដែលយើងគិតថាយើងចូលចិត្តបានហើយពីព្រោះដោយសារតែសាច់មីសួរគឺវាឆាប់ឈៀបជាតិប្រៃនឹងចូលមែនទែនបើសិនជាយើងដាក់ទឹកត្រីរៀងចូលដៃតិចគឺប្រៃខ្លាំងហើយនៅពេលដែលប្រៃគឺញ៉ាំអត់ឆ្ងាញ់ហ្មងពពួកមីសួរចាដូច្នេះយើងកូរត្រឡប់ឲ្យវាចូលជាតិគ្នាបងប្អូនឃើញទេមីសួរគឺយើងឡើងពណ៌ស្អាតមែនទែនហ្មងឡើងក្រហមដូចយើងឆាដាក់គ្រឿងចឹងតែតាមការពិតយើងអត់មានប្រើគ្រឿងអីម៉ានទេយើងប្រើតែពងទាប្រៃជាមួយនឹងបង្គាគឺវាចេញមកក្នុងពណ៌ក្រហមស្អាតចឹងតែម្ដងចាអញ្ចឹងសម្រាប់វីដេអូរបស់នេះខ្ញុំនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា